ទម្លាប់និងឥរិយាបថក្នុងការចាយលុយរបស់ឪពុកម្ដាយវាជះឥទ្ធិពលធ្ងន់ទៅលើអនាគតរបស់កូនបើសិនជាឪពុកម្ដាយចាយលុយត្បិតត្បៀតរិះខំកូនក៏រិះខំនៅពេលអនាគតដែរព្រោះទម្លាប់វាកសាងតាំងពីទូចទៅដែលគ្រួសារហ្នឹងគឺកូនរស់នៅជាមួយនឹងឪពុកម្ដាយអញ្ចឹងទម្លាប់ដែលឪពុកម្ដាយចាយវាប្រចាំថ្ងៃវាជា model មួយជាគំរូមួយដែលកូនត្រូវអនុវត្តតាមបើសិនជាឪពុកម្ដាយចាយវាមានរបៀបរបបកូនក៏ចាយវាមានរបៀបរបបដែរបើសិនជាឪពុកម្ដាយចាយវាខ្ជិះខ្ជាយកូនក៏ខ្ជិះខ្ជាយទៅតាមនឹងដែរអញ្ចឹងជាការពិតណាស់ដែលឪពុកម្ដាយត្រូវប្រុងប្រយ័ត្នបំផុតនៅក្នុងការចាយវាការចាយវាទៅលើអ្វីដែលនាំជាប្រយោជន៍ការចាយវាទិញទៅលើអ្វីដែលនាំជាការបង្កើតទ្រព្យសម្បត្តិមកវិញហើយនិយាយថាក្នុងការកសាងចំណូលមកវិញអានឹងកូនក៏យើងចេះធ្វើនៅក្នុងការយកគំរូតាមយើងនៅពេលដែលធំទៅកូនដឹងថាចាយបែបណាដើម្បីឲ្យមានចំណូលមកវិញចាយបែបណាដើម្បីឲ្យមានជាប្រយោជន៍មកវិញបើសិនជាយើងទម្លាប់ក្នុងការចាយវាខ្ជិះខ្ជាយទៅលើសម្ភារៈទំនើបរបស់ទំនើបដែលអត់មានជាប្រយោជន៍មកវិញកូនរបស់យើងក៏ទៅតាមនឹងដែរអញ្ចឹងឪពុកម្ដាយត្រូវចងចាំថារបៀបរបបក្នុងការចាយលុយរបស់យើងគឺជាអនាគតរបស់កូនយើងនៅក្នុងការចាយវាយរបស់របរឧទាហរណ៍ថាយើងត្រូវបង្រៀនកូនថាទិញរបស់នេះគឺមានប្រយោជន៍ថារបស់នេះគឺវានាំចំណូលឲ្យយើងទិញរបស់នេះគ្រាន់តែជាការចង់បានក្នុងការបង្ហាញក្នុងការអួតនៅសម្ភារៈនិយមកូនរបស់យើងត្រូវយល់ដឹងតាំងពីទូចទៅកុំទម្លាប់កូនថារបស់របរដែលយើងទិញដើម្បីជាការបង្ហាញដើម្បីជាការ show off ដើម្បីជាការអួតដើម្បីជាការអីកូនរបស់យើងនឹងជាប់ទម្លាប់នៅក្នុងនឹងឧទាហរណ៍ថាគាត់ទម្លាប់ក្នុងការចាយវាអត់ប្រយោជន៍ដល់ពេលគាត់មានវ័យក្នុងការរកចំណូលបានគាត់ក៏ចាយទៅតាមនឹងដែរអញ្ចឹងក្មេងខ្លះគាត់ពេលដែលគាត់មានទម្លាប់ល្អក្នុងការចាយវាតាំងពីទូចទៅពេលដែលគាត់ធ្វើការបានប្រាក់ខែ100 $200ក៏គាត់សល់តាមនឹងដែរគាត់ចេះសន្សំចេះអីចឹងទៅពេលដែលគាត់ចាយវាគាត់ដឹងថារបស់ណាដែលគួរចាយរបស់ណាដែលមិនគួរចាយបើសិនជាគាត់មានទម្លាប់ចាយវាខ្ជិះខ្ជាយទោះជាគាត់បានប្រាក់ខែ500ទៅ1000ក៏គាត់ចាយអត់គ្រប់ដែរអញ្ចឹងទម្លាប់ក្នុងការចាយលុយរបស់ឪពុកម្ដាយវាជាឥទ្ធិពលខ្លាំងទៅលើការចាយវានៅក្នុងការរបៀបរបបរកប្រាក់ចំណូលក្នុងការចាយវាពេលកូននៅពេលអនាគតបាទអរគុណ